សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទហាក់ Simple Deal ហើយថ្ងៃនេះគឺខ្ញុំបានធ្វើវីដេអូ reply comment ទៅកាន់គ្នាយើងហើយ comment នេះគឺគាត់សួរខ្ញុំយូរហើយគ្នាយើងគឺគាត់សួរខ្ញុំតាំងពីខែ14ថ្ងៃទី10មកម៉េច comment គឺយូរហើយប៉ុន្តែសំខាន់គឺខ្ញុំទៅតែមានពេលក្នុងការ reply គ្នាយើងឥឡូវគឺខ្ញុំមានពេលទៅច្រើនហើយសម្រាប់ការ reply គ្នាយើងធ្វើជាវីដេអូបែបហ្នឹងចាំបើសិនគ្នាយើងមានចម្ងល់ខ្លះណាទីគ្នាយើងអាច comment ក្នុងវីដេអូហ្នឹងបានគឺខ្ញុំនឹងធ្វើការ reply ទៅកាន់គ្នាយើងតែម្ដងហើយសំណួរដែលគាត់សួរខ្ញុំហ្នឹងគឺគាត់សួរខ្ញុំថាយើងធ្វើម៉េចដើម្បីចូលរៀននៅក្នុង website ហ្នឹងបានដើម្បីរៀនជាមួយនឹង code ខ្មែរ learning គាត់សួរខ្ញុំបែបហ្នឹងអូខេអញ្ចឹងវាអត់មានអីពិបាកទេគ្នាយើងអញ្ចឹងគ្នាយើងចាំមើលវីដេអូដែលខ្ញុំបញ្ចូលគ្នាយើងក្នុងការចូលប្រើប្រាស់នៅលើ website មួយហ្នឹងមកអូខេគ្នាយើងអញ្ចឹងនៅពេលដែលគ្នាយើងចូលមកដល់កាន់ជាមួយនឹង Google Chrome អីគ្នាយើងត្រូវវាយពាក្យថាអីគេវាយពាក្យថា code ខ្មែរវាយ code ខ្មែរមកអូខេអញ្ចឹងគ្នាយើងវាយពាក្យថា code ខ្មែរ learning ពងអូខេអញ្ចឹងនៅពេលដែលគ្នាយើងវាយតែ code ខ្មែរ learning ឬក៏គ្នាយើងវាយបែបនេះក៏វាចេញណាគ្នាយើងវាយតែ code ខ្មែរមកតែប៉ុណ្្នឹងមកគឺវាឃើញ website របស់ខ្ញុំលើគេអីគ្នាយើងអញ្ចឹងគ្នាយើងចាំវាបន្តិចទៅនេះ website របស់ខ្ញុំនេះ code ខ្មែរ learning វាមួយហ្នឹងអញ្ចឹងអ្នកគ្នាអាច brick មើលបានខ្ញុំសុំស៊ូមអ្នកគ្នាមើលទៅពងមកអូខេអញ្ចឹងអ្នកគ្នានឹងឃើញ website មួយឈ្មោះថានេះ code ខ្មែរ learning ហ្នឹងហើយអញ្ចឹងនេះគឺជា website របស់ខ្ញុំហើយបើសិនជាអ្នកគ្នាចង់រៀនវាលក្ខណៈជា document ជាភាសាខ្មែរគឺខ្ញុំ free គ្នាយើងអញ្ចឹងគ្នាយើងអាចចូលទៅរៀនបានគឺយើងចុចលើវាមកពងអូខេអញ្ចឹងវានឹងនាំអ្នកគ្នាទៅកាន់ website របស់ខ្ញុំហើយអញ្ចឹងនេះ website របស់ខ្ញុំអញ្ចឹងអ្នកគ្នាអាចមើលនៅក្នុងហ្នឹងទៅឃើញអីទៅអត់ឃើញអញ្ចឹងគ្នាអាចអស់វាមកក្រោមមកអស់វាមកក្រោមមកគេយើងនឹងឃើញភាសាជាច្រើនដែលខ្ញុំបានដាក់វាអញ្ចឹងគេយើងឃើញអត់ភាសាដែលខ្ញុំមានគឺមានជាមួយនឹង Python មានជាមួយនឹងនេះចឹងទៅអូខេអញ្ចឹងបើសិនជាគ្នាយើងចង់រៀនជាមួយនឹងភាសាគេភាសា PHP គេចូលកាន់ PHP file មកហើយគ្នាអាចមើលវាជាភាសាខ្មែរបាននៅក្នុងហ្នឹងឃើញអត់យើងអាចមើលវាជាភាសាខ្មែរបានហើយបើសិនជាគ្នាយើងចង់ដឹងអីគឺយើងអាចចូលទៅអនុវត្តនៅក្នុង online បានឧទាហរណ៍ថាខ្ញុំមានអីគេឧទាហរណ៍ថាខ្ញុំមានជាមួយនឹងបើសិនជាខ្ញុំចង់រៀនជាមួយនឹង MySQL មួយនេះអញ្ចឹងគ្នាយើងចូលទៅរៀនទៅគឺយើងអាចរៀនជាមួយនឹង MySQL របស់យើងបានហើយ background ក៏យើងអាចដូរវាបានដែរណាទៅពណ៌អក្សរក៏បានពណ៌ខ្មៅក៏បានហើយបកប្រែជាភាសាខ្មែរទៀតអញ្ចឹងសម្រាប់គ្នាយើងដែលគាត់ខ្សោយក្នុងការ research អីគ្នាយើងអាចចូលក្នុង website របស់ខ្ញុំបានគឺខ្ញុំបានមានភាសាច្រើនណាស់គឺយើងឃើញខ្ញុំមានទាំងឡា level ទៀតគឺយើងចាំបើសិនជាយើងចង់រៀនកូដជាភាសាខ្មែរអាចចូល website របស់ខ្ញុំបានហើយបើសិនជាយើងមានចង្អល់កន្លែងណាឬក៏ចង់សួរខ្ញុំនៅក្នុង comment ហ្នឹងក៏បានគឺខ្ញុំនឹងមានពេលវេលាគឺខ្ញុំនឹងតប comment អ្នកគ្នាភ្លាមតែម្ដងអញ្ចឹងក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់គ្នាយើងដែលគាត់ចង់ស្វែងរកជាមួយនឹងចូលទៅកាន់ website របស់ខ្ញុំហើយខ្ញុំក៏សូមបញ្ជាក់គ្នាយើងដែរហើយខ្ញុំក៏មានទទួលបើកបរិញ្ញាបត្រ online ដែរគ្នាយើងគឺខ្ញុំបរិញ្ញាបត្រខាង web development ថ្នាក់មូលដ្ឋានគ្រឹះគឺខ្ញុំមានថ្នាក់ web front end ខ្ញុំមានថ្នាក់ back end ខ្ញុំមានដែរអញ្ចឹងបើសិនជាគ្នាយើងមានចំណាប់អារម្មណ៍ចង់រៀន online មួយខ្ញុំអីគឺគ្នាអាចចុះឈ្មោះបានគឺខ្ញុំនៅតែទទួលទេអូខេអញ្ចឹងវីដេអូគឺមានប៉ុណ្្នឹងទេសម្រាប់គ្នាយើងដែលមានចម្ងល់គឺគ្នាយើងអាច comment នៅក្នុងហ្នឹងបានហើយកុំភ្លេច join channel Telegram របស់ខ្ញុំផងនៅ link ដែលខ្ញុំបានដាក់នៅក្នុង bio TikTok នេះយើងអញ្ចឹងគ្នាយើងចូលទៅកាន់ profile TikTok របស់ខ្ញុំទៅគ្នាយើងនឹងឃើញហើយអញ្ចឹងវីដេអូគឺមានប៉ុណ្្នឹងទេយើង goodbye